ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វីដេអូថ្មីនេះគឺជាវីដេអូសង្ខេបពីបទពិសោធន៍កន្លែងដើរលេងកោះហៃណាន់ទីក្រុងសាន់យ៉ានៅក្នុងប្រទេសចិនហើយខ្ញុំដើរលេងនេះគឺដើរលេងតាមរយៈធួទេសចរកន្លែងដើរលេងនៅកោះហៃណាន់ទីក្រុងសាន់យ៉ាគឺមានច្រើនប៉ុន្តែខ្ញុំជឿជាក់ថាខាងធួទេសចរនឹងនាំទៅកន្លែងដើរលេងដែលពេញនិយមនៅក្នុងទីក្រុងសាន់យ៉ាកោះហៃណាន់នេះឥឡូវនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកដឹងពីភូមិវិទ្យានៅក្នុងទឹកដីនេះទីក្រុងសាន់យ៉ាកោះហៃណាន់នេះមានផ្ទៃដីប្រហែល 1921 គីឡូម៉ែត្រការ៉េនិងមានផ្ទៃសមុទ្រប្រហែល 3,500 គីឡូម៉ែត្រការ៉េហើយចំពោះកោះនេះគឺមានប្រជាជនលើស 10 លាននាក់ពេលធ្វើដំណើរតាមផ្លូវនៅក្នុងកោះនេះគឺសម្បូរជាងគេគឺដើមដូងនិងដើមត្នោតនៅទីនេះគឺមានអគារជាច្រើនដូចជាអគារខុនដូផងដែរចំពោះការធ្វើដំណើរនៅទីនេះទាំងឡាននិងម៉ូតូគឺមានទាំងសាំងនិងអគ្គិសនីប៉ុន្តែរដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាជននៅទីនេះប្រើឡានអគ្គិសនីដើម្បីជួយការពារបរិស្ថាននិងមិនមានសម្លេងរំខានដោយសារទីនេះគឺជាកោះដូចនេះអ្វីដែលព័ទ្ធជុំវិញកោះប្រកាសជាទឹកសមុទ្រហើយអញ្ចឹងគឺមានឆ្នេរសមុទ្រជាច្រើនឆ្នេរសមុទ្រទី1ដែលគេធ្វើដំបូងគេគឺខ្ញុំអត់បានទៅលេងទេប៉ុន្តែខ្ញុំទៅលេងឆ្នេរសមុទ្រដែលជាជម្រើសទី1សម្រាប់ភ្ញៀវទេសចរទៅលេងឆ្នេរសមុទ្រទី1ដែលខ្ញុំទៅលេងគឺមានឈ្មោះថា Fairyland ជាអង់គ្លេសប៉ុន្តែអត់ដឹងថាឈ្មោះចិនមានឈ្មោះថាម៉េចទេប៉ុន្តែឈ្មោះនៅក្នុងភាសាបកប្រែនៅក្នុង Guide ដើរលេងគឺមានឈ្មោះថារូងភ្នំតូចធំស្ដាប់ឈ្មោះទៅរូងភ្នំតូចធំប៉ុន្តែគឺអត់មានរូងភ្នំអីទេគឺទីនេះគឺជាឆ្នេរសមុទ្រឬក៏តំបន់ឆ្នេរសមុទ្រតែម្ដងភ្ញៀវទេសចរដើរលេងនៅទីនេះភាគច្រើនចូលចិត្តជិះឡានអាគុយដើរលេងជុំវិញនៅទីនេះអ្វីដែលពិសេសនៅទីនេះជាងគេគឺខ្លោងទ្វារកោះបាលីគប់ពីដែលមើលទៅស្រស់ស្អាតគួរឲ្យចង់ថតរូបរីឯទេសភាពនៅទីនេះគឺឃើញដើមដូងជាច្រើនដែលមើលទៅត្រជាក់ភ្នែកគួរឲ្យចង់ថតរូបមែនតែននិងមានសួនតាមមាត់សមុទ្រគួរឲ្យចង់អង្គុយគយគន់ថ្ងៃលិចហើយសម្រាប់នៅទីនេះក៏មានកន្លែងលក់សម្ភារៈអនុស្សាវរីយ៍និងថ្នាំបុរាណជាច្រើនផងដែរឆ្នេរសមុទ្រទី2ដែលខ្ញុំទៅគឺមានឈ្មោះថាឧសៀនធានយ៉ាហៃឆាវដែលឈ្មោះជាភាសាអង់គ្លេសគឺធានយ៉ាហៃឆាវហើយក៏អត់ដឹងថាឈ្មោះជាភាសាចិនក៏មានឈ្មោះថាម៉េចដែរសម្រាប់នៅទីនេះគឺជាតំបន់ទេសចរដ៏ល្បីនិងមានឆ្នេរយ៉ាងស្រស់ស្អាតទិដ្ឋភាពនៅឆ្នេរទីនេះបើយើងមើលទៅបើសិនជាយើងមើលប៉ះចំពេលដែលថ្ងៃលិចគឺពិតជាស្អាតមែនតែនយ៉ាងណាបើសិនជាអ្នកនរគ្នាមកដល់កន្លែងនេះហើយកុំភ្លេចចូលសាទំនើបដើម្បីទិញអីវ៉ាន់ដូចជាកាអាវស្បែកជើងផងព្រោះសាទំនើបនៅទីនេះគឺមានលក់អីវ៉ាន់ជាច្រើនកន្លែងទី3គឺខ្ញុំដើរលេងនៅភូមិវប្បធម៌បឹងឡាងដែលឈ្មោះជាភាសាខ្មែររីឯភាសានៅទីនេះគឺបឹងឡាង Lee and Mel Culture Heritage Park ឈ្មោះជាភាសាអង់គ្លេសនៅទីនេះគឺដូចជាភូមិវប្បធម៌នៅខាងតំបន់យើងដែរដែលមានដូចជាប្រជាជនបង្ហាញពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ប្រជាជនលីនិងប្រជាជនភូមិម៉ែវអារម្មណ៍នៅទីនេះនៅពេលដែលជិះឡានមើលទេសភាពសងខាងរបស់ប្រជាជនភូមិនៅទីនេះពិតជាត្រជាក់មែនតែនសម្រាប់ប្រវត្តិដែលផ្ដោតជាងគេនៅទីនេះសំខាន់ជាងគេហ្មងគឺមនុស្សស្រីមានការចាក់សាក់ឡើងឈឺចាប់មែនតែនប៉ុន្តែនាពេលបច្ចុប្បន្នគឺលែងមានការចាក់សាក់ហើយអ្នកនរគ្នាអាចចាំទស្សនាមើលវីដេអូពេញសម្រាប់ភូមិវប្បធម៌បឹងឡាងនេះបន្ទាប់ពីយើងទស្សនាពីភូមិវប្បធម៌គេហើយក៏គេនាំយើងទៅចាយលុយទិញប្រាក់ឬក៏ទិញថ្នាំប្រើជាដើមចុងក្រោយសម្រាប់នៅទីនេះមុននឹងចាក់ចេញគឺកុំភ្លេចទិញម្នាស់ញ៉ាំនៅទីនេះផងគឺម្នាស់នៅទីនេះពិតជាឆ្ងាញ់មែនតើកន្លែងដើរលេងទី4គឺជាកន្លែងដែលល្បីជាងគេប្រចាំទីក្រុងសាន់យ៉ាកោះហៃណាន់នេះគឺសាន់យ៉ា Helicopter Sailing Base ដែលនិយាយខ្លីគឺជាការជិះ Helicopter ឬក៏ភាសាខ្មែរយើងគឺឧបត្ថម្ភទេសចរជិះ Helicopter នេះគឺមានរយៈពេលតែ40វិនាទីតែប៉ុណ្ណោះអ្នកនរគ្នាអាចជ្រើសរើសយកជម្រើស1នាទីបាន
ហើយការជិះនេះគឺយើងមើលទេសភាពជុំវិញកោះប៉ុន្តែមើលបានខ្លីមែនតើយ៉ាងណាការជិះនេះគឺយើងទទួលបានអារម្មណ៍ប្លែកថ្មីមួយផងដែរកន្លែងទី5គឺតំបន់ត្រូពិចយ៉ាឡុងបេដែលយើងនិយាយភាសាខ្មែរខ្លីគឺភ្នំនៀកសម្រាប់នៅលើភ្នំនេះគឺមានកន្លែងដើរលេងជាច្រើនដូចជាស្ពានកញ្ចក់ការជិះពងទឹកនិងស្ពានយ៉ប៉ុន្តែដោយសារតែខាងពួកខ្ញុំទៅនេះប៉ះចំរដូវខ្យល់ព្យុះគឺនៅទីនេះគឺគេបិទមិនឲ្យលេងទេសង្ឃឹមថាអ្នកគ្នាទៅវគ្គក្រោយនឹងបានស្គាល់និងបានលេងនៅកន្លែងទីនេះឲ្យសប្បាយនៅពេលដែលអ្នកនរគ្នាមកដល់ទីនេះគឺមានដូចជាកាក់សំណាងដែលកាក់នោះមានរូបរាងនាគដែលយើងថតដើម្បីយកភាពសំណាងហើយយើងឡើងលើភ្នំនឹងដើម្បីមើលទេសភាពនៅលើកំពូលភ្នំដែលយើងអាចនិយាយបានថាមើលទេសភាពជុំវិញកោះហៃណាន់ទីក្រុងសញ្ញាដោយពេញលេញហ្មងហើយនឹងមានមួយទៀតគឺពាក់ព័ន្ធទៅនឹងកណ្ដឹងដែលយើងគោះទៅដើម្បីភ្ជាប់និស្ស័យកន្លែងដើរលេងទី6គឺមានឈ្មោះថា Phang Hoang Ling ឬក៏ជាភាសាចិនអត់ដឹងថាឈ្មោះអីទេប៉ុន្តែអង់គ្លេសគឺ Phang Hoang Ling ចំណែកឯភាសាខ្មែរហ្នឹងគឺភ្នំហងសម្រាប់ទីនេះគឺគេឡើងភ្នំដើម្បីមើលរូបសត្វហង្សនៅលើភ្នំហើយម្យ៉ាងវិញទៀតនៅទីនេះគឺជាតំបន់ត្រូពិចគេហៅព្រៃត្រូពិចដែលមានទេសភាពស្អាតដើម្បីឡើងភ្នំនេះបានគឺយើងត្រូវជិះកន្ត្រកខ្សែកាបឡើងទៅលើភ្នំនេះប្រសិនបើអ្នកនរគ្នាយកជំរើសមើលទេសភាពពេលថ្ងៃអ្នកនរគ្នាបានជិះកន្ត្រកខ្សែកាបមើលទេសភាពព្រៃព្រឹក្សានៅខាងក្រោមកាលដែលពួកខ្ញុំទៅសាប៉ានៅខាងវៀតណាមគឺពួកខ្ញុំជិះពេលថ្ងៃហើយអញ្ចឹងទៅឥឡូវនេះពួកខ្ញុំជិះពេលយប់ម្ដងដើម្បីមើលទេសភាពរាត្រីនៅពេលយប់វិញនៅពេលដែលយើងឡើងភ្នំនេះរួចយើងត្រូវទៅភ្នំមួយទៀតដែលនៅជិតហ្នឹងនៅទីនេះក៏មានកន្លែងចាក់សោសម្រាប់ជាអនុស្សាវរីយ៍ឬក៏កន្លែងចាក់សោគូស្នេហ៍របស់គេផងដែរនៅតាមផ្លូវគឺឃើញរូបសំណាកសត្វហង្សនិងសត្វនាគហើយមានគេដាក់ផ្ទាំងរូបភាពសត្វហង្សដែលកំពុងតែធ្វើចលនាដែលមើលទៅមានភាពតាក់ទាញនិងស្រស់ស្អាតមែនតើពេលដែលឡើងដល់កន្លែងចុងក្រោយគេគឺមើលទៅពិតជាប្លែកមែនតើដោយសារតែអារម្មណ៍រដងធ្លាប់តែឡើងមើលទេសភាពតែពេលថ្ងៃប៉ុន្តែលើកនេះគឺប្លែកត្រង់មើលទេសភាពពណ៌រាត្រីនេះគឺជារូបភាពត្រីហែលលើថ្មដែលគេដាក់មកគឺមើលទៅដូចមែនតើអ្នកនរគ្នាមើលកន្លែងនេះគឺដូចអំពិលអំពែមែនតើប៉ុន្តែគ្រាន់តែជាអំពិលអំពែដែលសបដិមិត្តដែលគេធ្វើទេកន្លែងដើរលេងមួយទៀតគឺជាកន្លែងដើរលេងទី7ដែលខ្ញុំដើរហើយក៏មិនអាចរំលងបាននៅក្នុងកោះហៃណាននេះគឺមានឈ្មោះថា Nan San Temple កន្លែងនេះគឺជាកន្លែងដែលពេញនិយមបំផុតសម្រាប់ប្រជាជនចិនមកទីនេះនិយាយឲ្យខ្លីនៅទីនេះគឺមានឈ្មោះថាវត្តណានសានឬក៏ Nan San Temple ដែលខ្ញុំបញ្ជាក់តាំងពីលើមកហ្នឹងទីនេះមិនមែនត្រឹមជាវត្តទេហើយក៏ជាតំបន់ទេសចរដែលយើងមកលេងនិងបួងសួងផងដែរមូលហេតុដែលគេមកបួងសួងនៅទីនេះគឺមានរូបម៉ែគង់អ៊ីមដ៏ធំបំផុតសម្រាប់រូបម៉ែគង់អ៊ីមគឺមានកម្ពស់រហូតដល់108ម៉ែត្រមើលពីចម្ងាយមើលទៅទូតែប៉ុន្តែជីយូរទៅកាន់តែធំទៅពេលដែលចូលដល់ផ្នែកខាងក្នុងគឺឃើញរូបម៉ែគង់អ៊ីមដែលធ្វើពីមាសរហូតដល់10តោននិងមានកូនសិស្សអែបអមសងខាងចូលមកដល់ផ្នែកខាងក្នុងគឺត្រូវឡើងដល់5ជាន់បន្ថែមទៀតដើម្បីទៅដល់ម្រាមជើងរបស់ប្រម៉ែគង់អ៊ីមនៅពេលដែលទៅដល់គឺឃើញប្រជាជនជាច្រើនមកសុំពរនិងបួងសួងនៅទីនេះសម្រាប់អារម្មណ៍នៅពេលដែលឡើងមកដល់នៅទីនេះគឺមើលទៅឃើញទេសភាពស្រស់ស្អាតនិងមានភាពអស្ចារ្យយ៉ាងខ្លាំងយ៉ាងណានៅពេលដែលអ្នកគ្នាមកដល់ទីនេះកុំភ្លេចជិះឡានអាកុយមើលទស្សនវិជ្ជានិងទេសភាពជុំវិញកន្លែងដើរលេងនេះផងព្រោះមើលទៅស្អាតណាស់កន្លែងទី8ដែលខ្ញុំដើរលេងគឺមានឈ្មោះថា Lopitu Peak Park ដែលបកប្រែជាភាសាខ្មែររូបសំណាកឆ្លុះបែរខ្នងសម្រាប់អារម្មណ៍នៅទីនេះនៅពេលដែលដើរឆ្លងផុតពីកន្លែងខ្លោងទ្វារគឺឃើញទេសភាពស្រស់ស្អាតនៅពេលថ្ងៃរួមទាំងត្រជាក់ភ្នែកនៅពេលដែលឃើញព្រៃព្រឹក្សាភ្នំបើសិនជាពាក់ព័ន្ធទៅរឿងអាកាសធាតុនៅពេលដែលចូលដល់តំបន់នេះវិញណាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាត្រជាក់ fresh មើលឃើញអាគារអីហ្នឹងគឺវាអារម្មណ៍ថាត្រជាក់ fresh ខ្លាំងហើយទស្សនវិជ្ជាកន្លែងតំបន់នេះវិញគឺមើលទៅស្អាតមែនតើហ្មងសម្រាប់រូបសំណាកនៅទីនេះគឺមានសត្វឆ្លុះបែរខ្នងនិងមានមនុស្ស2នាក់នៅសងខាងឆ្លុះគឺតំណាងពីភាពអង់អាចក្លាហានអាចនិយាយបានថាជាតំបន់ប្រវត្តិសាស្ត្ររបស់គេក្នុងការរំដោះកោះហៃណាន់ដែលជារឿងប្រវត្តិសាស្ត្ររបស់គេដែលខ្ញុំអត់ដឹងកន្លែងដើរលេងទី9ខ្ញុំមិនដឹងថានៅនឹងឈ្មោះអីទេប៉ុន្តែ
ជាភាសាខ្មែរគឺផ្សាររាត្រីប្រចាំទីក្រុងសញ្ញាកោះហៃណាន់ដែលទីនេះគឺល្បីជាងគេគ្រឿងសមុទ្រក្លុកដោយសារតែតំបន់កោះអ្នកគ្នាដឹងហើយគឺសម្បូរជាងគេគឺគ្រឿងសមុទ្រហ្នឹងឯងអញ្ចឹងក៏ទីនេះល្បីជាងគេគ្រឿងសមុទ្រក្លុកផងដែរនិងមានលក់អីវ៉ាន់ដូចជារបស់ញ៉ាំវត្ថុអនុស្សាវរីយ៍ផ្លែឈើជាច្រើនទៀតផងដែរសម្រាប់កន្លែងដើរលេងទី10គឺជាផ្សារម្នាស់ជាភាសាខ្មែរនិងភាសាចិនហើយនិងភាសាអង់គ្លេសគឺខ្ញុំអត់ដឹងដូចគ្នាមូលហេតុដែលគេហៅថាផ្សារម្នាស់ដោយសារតែរូបរាងដ៏តាក់ទាញខាងក្រៅគឺផ្លែម្នាស់កន្លែងដើរលេងនេះគឺជាផ្សារទំនើបប៉ុន្តែមិនទំនើបដូចនៅខាង Eon អីទេអាចថាទំនើបដូចផ្សារសូយ៉ាអ្នកទាំងអស់គ្នាអាចចូលទីនេះដើម្បី shopping ទិញអីវ៉ាន់ brand ជាច្រើននិងទិញជារបស់របរដូចជារបស់ញ៉ាំនិងរបស់ប្រើប្រាស់ជាដើមហើយម្យ៉ាងអ្នកគ្នាអាចទិញជារបស់ញ៉ាំនៅទីនេះមានផ្លែជាច្រើនផ្ញើទៅកាន់មិត្តជិតស្និទ្ធរបស់អ្នកទាំងអស់គ្នាដូចនេះកន្លែងដើរលេងដែលខ្ញុំដើរតាមរយៈធัวទេសចរនៅកោះហៃណាន់ទីក្រុងសញ្ញានៅក្នុងប្រទេសចិនគឺមានតែប៉ុណ្្នេះទេវាមានកន្លែងដើរលេងជាច្រើនទៀតដែលខ្ញុំអត់ដឹងដោយសារតែខ្ញុំដើរខាងធัวទេសចរគឺមានតែប៉ុណ្្នឹងប៉ុន្តែខ្ញុំជឿជាក់ថាខាងធัวទេសចរគឺនាំទៅកន្លែងដែលពេញនិយមអរគុណអ្នកគ្នាសម្រាប់ការតាមដានវីដេអូដែលខ្ញុំសង្ខេបពីការធ្វើដំណើរកោះហៃណាន់ទីក្រុងសញ្ញាក្នុងប្រទេសចិននេះអ្នកគ្នាអាចទស្សនានៅវីដេអូពេញមួយទៀតដែលខ្ញុំផុសពីមួយកលៈដើរពីតំបន់មួយទៅកន្លែងមួយអរគុណអ្នកគ្នាសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់បើសិនជានៅក្នុងវីដេអូមានសំដីកំណងកំហុសក៏ឆ្គងកន្លែងណាក៏សូមមេត្តាអធិស្ឋានផងចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាយបាយ